នេះជារឿងនិទានពីព្រះគោព្រះកែវដែលនិយាយតគ្នាមកនៅស្រុកលង្វែកមានគ្រួសារមួយរស់នៅពីញើប្តីប្រពន្ធប្រកបរបរជាអ្នកធ្វើស្រែចម្ការនាងប្រពន្ធមានផ្ទៃពោះលុះដល់យប់មួយបានយល់សុបិនឃើញថានាងបានចិញ្ចៀនពេជ្រ3វង់មកពាក់ហើយក៏បាត់ទៅវិញនាងភ្ញាក់ឡើងភ័យផងអរផងក៏ឲ្យប្តីទៅរកគ្រូទាយមាននុបជីប្តីបានទៅរកគ្រូទាយតាមដំណើរសុបិនរបស់ប្រពន្ធគ្រូទាយក៏គុណគូមើលតាមក្បួនតម្រាហើយក៏ប្រាប់ទៅមាននុបថាបើតាមសុបិននេះល្អណាស់គឺមានញាក់មានបុណ្យមកចាប់កំណើតតែត្រូវឲ្យនាងតមកកុំបរិភោគផ្លែស្វាយខ្ចីបើមិនដូច្នោះនឹងមានគ្រោះថ្នាក់សូមក្មួយចាំសម្គាល់មើលដោយខ្លួនឯងចុះមាននុបត្រឡប់មកផ្ទះវិញក៏ប្រាប់ប្រពន្ធតាមពាក្យដែលគ្រូបានទីព្រមទាំងហាមប្រពន្ធមិនឲ្យបរិភោគផ្លែស្វាយខ្ចីលក់ពោពួបានគ្រប់ខែហើយនាងចេះតែនឹកចង់ស្វាយខ្ចីយ៉ាងខ្លាំងពេលមួយនាងដើររកមើលឃើញផ្លែស្វាយខ្ចីមួយក៏ប្រាប់ឲ្យប្តីឡើងបេះតែមាននុបមិនព្រមឡើងបេះឲ្យដោយធ្វើជាទៅចំការបាត់ទៅដោយនឹកចង់ស្វាយខ្ចីខ្លាំងពេករហូតដល់ទ្រាំលែងបានក៏ដើរទៅរកបេះដោយខ្លួនឯងនាងខំប្រវេប្រវាឡើងដើមស្វាយម្នាក់ឯងពេលទៅដល់លើនាងតោងចំមេកពុកមួយស្រាប់តែបាក់ធ្លាក់ចុះមកដល់ដីស្លាប់មួយរំពេកពេលនោះធ្លាយពោះចេញកូនគោមួយនិងកូនប្រុសមួយពីផ្ទៃរបស់នាងកូនគោចេញមកភ្លាមក៏ចេះដើរមួយរំពេកឯកូនមួយទៀតនៅក្នុងស្រោមនៅឡើយកូនគោបានរត់ទៅរកឪពុកឲ្យមកជួយប្អូនដែលនៅក្រោមដាវស្វាយនោះមាននុបឃើញកូនគោបានដើរតាមរហូតទៅឃើញប្រពន្ធដេកស្លាប់ក្រោមដើមស្វាយក៏យំសោកអាណិតប្រពន្ធជាពន់ពេកព្រះគោបានប្រាប់ឲ្យឪពុកលើកប្អូនចេញនក់មាននុបបានយកកូននោះទៅផ្ទះលុះព្រឹកឡើងមាននុប3កូនដើរសុំទឹកដោះពីអ្នកស្រុកឲ្យកូនបៅអ្នកស្រុកបានសាកសួរមាននុបថានេះជាកូនអ្នកណាបានជាក្មួយដើររកទឹកដោះឲ្យបៅដូច្នេះនេះជាកូនរបស់ខ្ញុំចុះម្ដាយវាទៅណាបានជាមិនឲ្យវាបៅប្រពន្ធខ្ញុំធ្លាក់ពីលើដើមស្វាយស្លាប់បាត់ហើយក្នុងពោះរបស់នាងមានកូនគោនិងកូនមួយនេះឯងឮដូច្នេះអ្នកស្រុកផ្អើលជោមរោមមើលពេលអ្នកស្រុកមកមើលឃើញមាននុប3កូនមួយមានទាំងកូនគោនៅក្បែរផងគេនាំគ្នាឆ្ងល់យ៉ាងខ្លាំងហើយដឹងថាមានកូនកើតមកជាសត្វគោឯម្ដាយបែកពួកស្លាប់ខកគេឯងដូច្នេះអ្នកស្រុកយល់ថានឹងនាំឲ្យចង្រៃដល់ភូមិស្រុកក៏នាំគ្នាជេរស្ដីតាមវាយបណ្ដិនមាននុបនិងកូនលែងឲ្យមកក្បែរភូមិមាននុបនិងកូនទាំងពីររត់ទៅរស់នៅក្នុងព្រៃឆ្ងាយដាច់ពីគេឯងដោយមិនហ៊ានសង់ផ្ទះសម្រាប់ច្រកកោនអ្វីឡើយមាននុបនាំកូនទៅច្រកតែក្រោមដាវឈើធំធំហើយដើរបេះផ្លែឈើបរិភោគជាអាហារក្រោយមកព្រះគោព្រះកែវរៀងធំរមមដឹងក្តីខ្លះថ្ងៃមួយពីរញាក់បងធូនចេញមកវាលមួយបានឃើញពួកក្មេងឃ្វាលគោមួយហ្វូងកំពុងលេងយ៉ាងសប្បាយព្រះកែវបានសុំបងទៅលេងជាមួយពួកគេដែរដោយបោចវល័យធ្វើជាខ្សែចងព្រះគោដឹកចេញលុះដល់ពេលបាយក្មេងៗទាំងអស់នោះនាំគ្នាស៊ីបាយជុំគ្នាឯព្រះកែវគ្មានបាយក៏ដើរទៅសុំគេខៀងសុំស៊ីថោងទេអញមិនឲ្យទេយីអានេះមកពីណាបានជាមកសុំបាយគេស៊ីពេលគេស៊ីបាយរួចព្រះកែវឃើញគ្រាប់បាយនៅជាប់នឹងស្លឹកចេកនោះក៏សុំគេទៀតតែពួកក្មេងៗគន់វាលនោះបានយកស្លឹកខ្ចប់បាយនោះទៅញីចោលរួចដេញវាយជេរព្រះកែវចេញទៅព្រះកែវបានរត់មកប្រាប់ព្រះគោដែលយំខ្សឹកខ្សួលនឹងពួកគេដែលវាយជេរមកលើខ្លួនព្រះគោបាននឹកអាណិតព្រះកែវជាប្អូនយ៉ាងខ្លាំងព្រះគោឃើញប្អូនឃ្លៀងបាយហើយត្រីគេដេញវាយធ្វើបាបព្រមទាំងថ្មាស់តេះដៀវដូច្នេះក៏តាំងរោត3ដងស្រាប់តែក្អែចេញជាម្ហូបអាហារទឹកដែលមានចានប៉ែងថូស្លាបព្រានិងឡាក់សិតតែគ្រឿងមាសប្រាក់ឲ្យព្រះកែវបរិភោគម្នាក់ឯងហេតុអ្វីបានជាបងមិនក្អែអាហារនេះឲ្យពុកយើងផងមិនបានទេអាហារនេះគឺសម្រាប់តែប្អូនម្នាក់ប៉ុណ្ណោះពួកក្មេងគន្វាលបមើលព្រះគោក្អែចេញជាអាហារនិងរបស់របរប្រើប្រាស់សុទ្ធតែគ្រឿងមាសប្រាក់ដូច្នេះក៏លបចាំមើលដល់ពេលព្រះគោលែបគ្រឿងមាសប្រាក់ទាំងអស់នោះចូលក្នុងពោះវិញក្មេងៗបាននាំគ្នារត់ទៅប្រាប់ឪពុកម្ដាយរៀងៗខ្លួនធ្វើឲ្យចាស់ក្នុងភូមិឆ្ងល់ពីហេតុការណ៍នេះអ្នកភូមិនាំគ្នាផ្អើលឈរឡាវកាន់ពូអះកំបិតដំបង
ទើបខាត់ចាប់ព្រះគោដើម្បីនឹងវះយកវត្ថុទិព្វទាំងនោះលុះចាប់បានព្រះគោហើយគេដឹកយកមកចងជាប់នឹងដើមកណ្ដោលធំមួយនិងមានមនុស្សផ្អើលមកឈរមើលព្រះគោដោយសេចក្តីងៀងឆ្ងល់និងនឹកចង់បានទ្រព្យរបស់ដែលមានក្នុងពោះព្រះគោពេលអ្នកស្រុកចូលបំរុងនឹងធ្វើបាបព្រះគោភ្លាមនោះព្រះគោបានឲ្យប្អូនតោងកន្ទុយឲ្យជាប់ហើយក៏ហោះឡើងសណ្ដក់ដើមកណ្ដោលរលំបាក់លឺពួកអ្នកស្រុកទាំងអស់នោះធ្វើឲ្យអ្នកខ្លះត្រូវបាក់ដៃបាក់ជើងបែកក្បាលស្ទើរគ្រប់គ្នាហើយព្រះគោបានស្រែកប្រាប់ទៅអ្នកស្រុកដែលត្រីរបួសថាឲ្យយកដើមកណ្ដោលទៅដាំផឹកនឹងជាវិញហើយពេលឮដូច្នេះអ្នកខ្លះបានកាប់យកឫសកណ្ដោលទៅដាំផឹកព្យាបាលរបួសខ្លួនស្រាប់តែជាសះស្បើយមែនក៏នាំគ្នានឹកដល់ព្រះគោដែលមានឫទ្ធិបារមីខ្លាំងពូកែយ៉ាងនោះនឹងលែងហ៊ានបៀតបៀនព្រះគោទៀតព្រះគោបានហោះទៅរស់នៅក្នុងព្រៃដ៏ជ្រៅឆ្ងាយពីភូមិស្រុកនានាហើយរស់នៅតែពីរញាក់បងប្អូនក្បែរស្រះទឹកមួយយ៉ាងល្អនាហីពីឪពុករបស់ព្រះគោព្រះកែវបាត់កូនមិនឃើញត្រឡប់មកទីដើមវិញក៏ខំស្រែកហៅជុំវិញទីនោះមិនឃើញសោះមាននប់នឹកកូនឥតឧបមាបានដើររកស្ទើរគ្រប់ទីកន្លែងមិនឃើញទៀតមាននប់ធ្វើដំណើរចេញពីទីនោះដើរស្វែងរកកូនដោយក្តីវិលវល់ប្របំផុតមិនយូរប៉ុន្មានឪពុករបស់ព្រះគោព្រះកែវធ្លាក់ខ្លួនឈឺរហូតដល់ដួលស្លាប់ក្នុងព្រៃនោះទៅថ្លែងពីបុត្រី7អង្គរបស់ស្ដេចនាងដែលជាបុត្រីពៅមានរូបឆោមស្អាតនិងមានចរិយាស្លូតបូតជាងគេថ្ងៃមួយបុត្រីទាំងអស់គ្នាអផ្សុកនឹកចង់ទៅលេងព្រៃដែលនៅឆ្ងាយពីរាជវាំងក៏បានទូលសុំអនុញ្ញាតពីព្រះបិតារួចចេញដំណើរលុះទៅដល់ស្រះទឹកមួយកណ្ដាលព្រៃក្បែរកន្លែងព្រះគោព្រះកែវស្នាក់នៅបុត្រីស្ដេចទាំង7អង្គនិងពួកហែហុំទាំងឡាយនាំគ្នាឈប់សម្រាកនិងអ៊ូតទឹកលេងសប្បាយក្នុងស្រះទឹកនោះព្រះកែវឮសូរមនុស្សអ៊ូអរក៏ចេញមកលុបមើលឃើញបុត្រីស្ដេចទាំង7អង្គព្រះកែវបានចាប់ចិត្តស្រឡាញ់នាងពៅតែដោយខ្លួនមិនមានសម្លៀកបំពាក់ត្រឹមត្រូវបានរត់មកនិយាយប្រាប់បងព្រះគោឮព្រះកែវនិយាយប្រាប់ក៏ក្អែសម្លៀកបំពាក់និងគ្រឿងអលង្ការទិព្វឲ្យព្រះកែវស្លៀកពាក់យ៉ាងស្អាតហើយចេញទៅបុត្រីស្ដេចទាំងនោះឃើញព្រះកែវភ្លាមនាំគ្នាលួចស្រឡាញ់ហើយហៅចុះទៅអ៊ូតទឹកលេងល្បែងដេញចាប់កូនកាត់អណ្ដែតទឹកពេលព្រះកែវចាប់បានដេញជក់តែនាងពៅហើយពេលនាងពៅចាប់បានវិញក៏ដេញជក់តែព្រះកែវដែរលុះលេងបានយូរបន្តិចទៅនាងពៅនិងព្រះកែវកាន់តែស្និទ្ធស្នាលឡើងធ្វើឲ្យបងនាងពៅខឹងហើយនាំគ្នាត្រឡប់ទៅវាំងវិញព្រមទាំងនិយាយថានឹងយករឿងនេះទៅទូលព្រះបិតា